នេះគឺជាសាលខុនដូដែលចាស់ជំនីបានឲ្យមកខ្ញុំហើយឥឡូវនេះហាសាលហ្នឹងគឺនៅក្នុងដៃរបស់ខ្ញុំហើយខ្ញុំក៏នៅទីតាំងនឹងផ្ទាល់ដែរអញ្ចឹងមក unboxing ខុនដូថ្មីជាមួយខ្ញុំនិយាយទៅចូលមកមើលបរិវេណនៅក្នុងខុនដូនឹងមើលមកវិញអូនិយាយពីថាអរំភើបសាហាវហ្មងដើរច្អល់នេះច្អល់នោះពេញហ្នឹងហ្មងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដោយបងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹងថាខូកណាត់របស់ខ្ញុំនៅឆ្នាំនេះគឺខ្ញុំទទួលបានកាដូខុនដូមួយជាមួយនឹងកងដៃពេជ្រអូខ្ញុំនិយាយមែនណាបងប្អូនខ្ញុំរំភើបអត់ទាន់ចាប់ទេឥឡូវនេះគឺថាខ្ញុំបានមកដល់ខុនដូផ្ទាល់តែម្ដងទប់ចិត្តអត់បានទេខ្ញុំធំអត់បានទេគ្រាន់តែខ្ញុំបានសោភ្លាមគឺថាស្អែកឡើងគឺខ្ញុំមកមើលខុនដូភ្លាមតែម្ដងអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនណាចូលមកដល់អារម្មណ៍ខ្ញុំគឺពិបាកនឹងថ្លែងណាបងប្អូនចូលមកដល់គឺខុនដូស្អាតខ្លាំងមែនតើធំទលាយល្អតែម្ដងនិយាយទៅបងប្អូនទាំងអស់គ្នាគឺថាយកដឹងថាត្រូវប្រាប់អារម្មណ៍ទៅកាន់បងប្អូនមិនទេហើយចូលទៅដល់គឺគេមានបែងចែកជាពីរបន្ទប់ខាងក្រៅគឺជំរាបថាលក្ខណៈយើងបន្ទប់ទទួលភ្ញៀវដាក់អីដាក់សាឡុងដាក់អីបានអញ្ចឹងណាហើយមានជាមួយនឹងបន្ទប់គេហើយបន្ទប់គេគឺធំទលាយល្អខ្លាំងមែនតើតែម្ដងខ្ញុំនិយាយមែនណាបងប្អូនទាំងអស់គ្នាមើលទៅទីធ្លាទៅគឺខ្ញុំពិតជាស្រឡាញ់ខ្លាំងមែនតើហ្មងនិយាយទៅឃើញហើយគឺថាតរមកបានចង់ទៅទិញឯវ៉ាវ៉ាន់មករៀបចំមកហើយចូលមកដល់គឺគេមានតាំងពីទូស្បែកជើងទូអីយើងដាក់បែកជើងដាក់អីទៀតអញ្ចឹងបងប្អូនអញ្ចឹងឥឡូវនេះគឺថាយើងមកមើលបន្ទប់គេមើលចានិយាយទៅចូលមកគឺថាបន្ទប់គេមកយើងធំទលីស្អាតខ្លាំងមែនតើជាពិសេសបងប្អូនទាំងអស់គ្នាគឺយើងមើល view ទៅខាងក្រៅបានទៀតអូខ្ញុំនិយាយមែនណាខ្ញុំស្រឡាញ់មែនតើហ្មងស្រឡាញ់ខ្លាំងតែម្ដងនេះនិយាយទៅគឺយើងបើកញ្ចក់អាចបើអស់មើល view មើលអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាលើកទី1ក្នុងឆាកជីវិតខ្ញុំហើយដែលខ្ញុំរំភើបរថ្នាក់ហៅពាក្យថ្លៃអត់មានអញ្ចឹងបងប្អូនទាំងអស់គ្នានិយាយមែនណាគឺរំភើបខ្លាំងមែនតើហ្មងហើយចំពោះកន្លែងនេះវិញគឺខ្ញុំធៀមអស់ហើយកន្លែងនេះគឺខ្ញុំដាក់ខែអញ្ចឹងណាបងប្អូនទាំងអស់គ្នាយើងដាក់ក្រែដែលយើងគេងហ្នឹងទៅចាបន្ទាប់មកហើយគឺថាដើរច្អល់ដើរមើលទៀតទៅកន្លែងនេះគឺថារៀបចំដាក់ទូកៅអៅដាក់អីអញ្ចឹងណាបងប្អូនចានិយាយទៅគឺថាមានកម្រងនៅក្នុងចិត្តអស់ហើយគ្រាន់តែឃើញទីធ្លាហើយមកនិយាយពីបន្ទប់ទឹករបស់គេវិញក៏ធំទលីស្អាតដែរបងប្អូនចូលមកបន្ទប់ទឹកនេះបងប្អូនទាំងអស់គ្នានិយាយទៅគឺថាគេបែងចែកជាពីរមានកន្លែងយើងបាត់ជើងផ្សេងហើយបន្ទប់ដែលយើងងូតទឹកគឺផ្សេងបងប្អូនទាំងអស់គ្នាចានិយាយទៅគឺថាចូលមកដើម្បីធ្វើកាយវិការឲ្យបងប្អូនបានឃើញថាចានេះគឺជាបន្ទប់ងូតទឹកខ្ញុំនិយាយមែនណាខ្ញុំរំភើបហួសថ្លៃហ្មងខ្ញុំស្រឡាញ់ខ្លាំងមែនតើហ្មងហើយល្មមរស់នៅ2នាក់3នាក់អីគឺថាល្មមតែម្ដងនៅម្នាក់ឯងក៏បានដែរបងប្អូនចាហើយនេះគឺជាបង្គន់ដែលយើងបាត់ជើងអញ្ចឹងបងប្អូនទាំងអស់គ្នាចាអូយមែនគឺថាឥឡូវនេះគឺយើងដើរចេញពីបន្ទប់ទឹកដើម្បីមកមើលបន្ទប់ទទួលភ្ញៀវចានិយាយទៅអញនិយាយបន្ទប់ទទួលភ្ញៀវក៏បានបរិវេណខាងក្រៅក៏បានដែរបងប្អូនទាំងអស់គ្នាដល់ម្ដងនេះគឺថាស្លឹងចុះស្លឹងឡើងដើម្បីមើលថាកន្លែងណាគួរដាក់អីគេខ្លះកន្លែងណាគួរដាក់អីគេខ្លះអញ្ចឹងកន្លែងនេះខ្ញុំច្អល់នេះគឺខ្ញុំនឹងដាក់សឡុងបងប្អូនចាហើយបន្ទាប់មកនៅខ្ញុំច្អល់ទៅខាងលើហ្នឹងគឺខ្ញុំនឹងចាប់ទូទួសខ្ញុំដាក់ទូទួសដាក់អីអញ្ចឹងបងប្អូនទាំងអស់គ្នានេះនិយាយទៅគឺមើលមកដឹងថាត្រូវដាក់អីសគួរអីទាំងអស់ហ្មងបងប្អូនហើយបន្ទាប់មកធំអត់បានទេមកមើលជាមួយនឹងវេរងដៃយើងវិញនៅខាងក្រៅអីចឹងបងប្អូនទាំងអស់គ្នាអូខ្ញុំនិយាយមែនណាខ្ញុំអត់ដឹងប្រាប់អារម្មណ៍ទៅកាន់បងប្អូនមិនចេះកន្លែងណាដែលខ្ញុំស្រឡាញ់ខ្ញុំដាក់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញតែម្ដងនេះបងប្អូនទាំងអស់គ្នាក៏លេចមកមើល view វិញគឺថាស្អាតខ្លាំងមែនតើហ្មងបើ stress បើអីគឺថាចេញមកតែមុខនឹងមើល view មកក៏កាត់ stress អស់ដែរអីណាបងប្អូនទាំងអស់គ្នាមើលតាមជាក់ស្ដែងមែននិយាយទៅគឺថាឃើញទីក្រុងរបស់យើងតែម្ដងបងប្អូនទាំងអស់គ្នាឥឡូវនេះគឺថាចេញពីទីនេះដើម្បីដើរសំដៅទៅរកផ្ទះបាយបងប្អូននិយាយទៅគឺខ្ញុំសំខាន់នៅលើផ្ទះបាយហ្នឹងហើយដែលថាខ្ញុំជួយធ្វើអីញ៉ាំជួយធ្វើអីចឹងបងប្អូនទាំងអស់គ្នាចូលមកដល់នេះយើងមានកន្លែងដើម្បីយើងធ្វើម្ហូបធ្វើអីហើយយើងមានចក្រានបងប្អូនទាំងអស់គ្នាចក្រានអេឡិចត្រូនិកណានេះហើយយើងមានទូខាងលើដើម្បីដាក់សម្ភារៈដាក់អីអញ្ចឹងបងប្អូនជាពិសេសគឺយើងមានជាមួយនឹងម៉ាស៊ីនស្រូបកម្ដៅស្រូបផ្សែងស្រូបអីទៀតចានិយាយទៅគឺថាស្រូបផ្សែងស្រូបអីបានល្អខ្លាំងមែនតើហើយនៅគៀនកន្លែងចំអិនរបស់យើងហ្នឹងគឺមានជាមួយនឹងប្អួយទៀតអញ្ចឹងនៅពេលដែលយើងចំអិនយើងអាចបើកប្អួយហ្នឹងដើម្បីឲ្យចេញក្លិនអស់បាននេះគឺជាកាដូខុនដូដែលមេគាត់បានបកគោលមកឲ្យខ្ញុំហើយគាត់គឺឲ្យកាដូនេះមកខ្ញុំហើយគាត់បានប្រាប់ខ្ញុំថាកូនចង់នៅក៏បានកូនចង់ទៅនៅក៏បានឬមកក៏កូនចង់លក់ចង់ជួលគឺជាសិទ្ធិរបស់កូនព្រោះចេះបានបកគោលឲ្យកូនហើយតែអារម្មណ៍ខ្ញុំឥឡូវនេះគឺខ្ញុំអត់ទាន់គិតចេញថាខ្ញុំចង់បែបណាព្រោះខ្ញុំស្ទាក់ស្ទើរបងប្អូនទាំងអស់គ្នាតែអ្វីដែលខ្ញុំចង់បានមកឥឡូវនេះគឺខ្ញុំចង់ទិញឲ្យវ៉ាន់មកដូចគួរបន្ទប់នឹងឲ្យឃើញថានិយាយទៅ
ឥឡូវហ្នឹងគ្រូក្បាលរបស់ខ្ញុំគឺខ្ញុំគិតថាខ្ញុំចង់ដេកបែបមិនអញ្ចឹងមកបងប្អូនទាំងអស់គ្នាគឺខ្ញុំពិតជាស្រឡាញ់មែនតើអញ្ចឹងខ្ញុំនឹងទិញអីវ៉ាមកដេកបន្ទប់របស់ខ្ញុំអញ្ចឹងបងប្អូនទាំងអស់គ្នារងចាំមើលថាខ្ញុំនឹងដេកបន្ទប់ខុនដូរបស់ខ្ញុំឲ្យទៅជាបែបណាបងស្រីម្នាក់នេះហាគូមុខគាត់មុនខ្លាំងមែនតើតែម្ដងយីទៅមុនរត់ថ្នាក់គាត់ចង់កើតវិបត្តិផ្លូវចិត្តបងប្អូនទាំងអស់គ្នាព្រោះបងប្អូនអាចមើលបានមុនរបស់គាត់គឺមុនគ្រាប់ធំខ្លាំងមែនតើហើយមិនត្រឹមថាមុននេះគូស្នាមផងអីផងហើយគាត់ព្យាយាមប្រាប់ផលិតផលច្រើនមែនតើប៉ុន្តែអត់បាត់ទេបងប្អូនរហូតដល់ថ្ងៃមួយគឺគាត់បានសាកញ៉ាំជាមួយចាហួយពេញពណ៌ពណ៌សគ្រីស្តាល់របស់ Color Lily ធ្វើឲ្យមុខរបស់គាត់គឺមានសភាពបែបនេះហើយឥឡូវនេះគាត់ពិតជាស្រឡាញ់មុខរបស់គាត់ខ្លាំងមែនតើនៅពេលដែលគាត់បានញ៉ាំ collagen នេះហើយគឺគាត់ទៅសារដាច់ពីមាត់ទេហើយគាត់តែងតែអរគុណទៅដល់ collagen របស់ Color Lily តែម្ដងបងប្អូនទាំងអស់គ្នាមើលមុខនៅពេលដែលឡើងជាមួយនឹងបន្ទាប់ពេលដែលញ៉ាំ collagen ហើយគឺថាផ្លាស់ប្ដូរខ្លាំងមែនតើតែម្ដងស្បែកមុខរបស់គាត់ឥឡូវមិនត្រឹមតែបាត់មុនទេធ្វើឲ្យចាំងគីឡូដូចកញ្ចក់ចឹងហើយជាពិសេសហើយមានអារម្មណ៍ថាគាត់ក្មេងជាងវ័យទៀតហ៎ collagen នេះញ៉ាំទៅមិនជួយតែស្បែកមុខណាគឺជួយធ្វើឲ្យស្បែករបស់យើងទាំងខ្លួនទាំងមុខភ្លឺថ្លាចេញពីខាងក្នុងហ្មងអញ្ចឹងបើសិនជាណាគេដែលគាត់កំពុងតែជួបបញ្ហាដូចបងស្រីគឺអាចសាកញ៉ាំជាមួយនឹង collagen នេះបាន